ôn ai người nắng ọt mò thơ ca nghe này thằng mình nói ôn á ôn anh thưa cái nè thay kem mấy gì từ sang mày sấy nè chú môi sấy àนี่cái chiếc bọc lắc bò bông nè hay bọc là em phỏ hay hả chăm là thử thật sấy chẳng món à ôn bạn luôn nó mùi bong phê chứ lên cái này món thư nè mong เฮ้ยមនុស្សពីរនាក់ចង់រស់នៅជាមួយគ្នាដល់ចាស់សក់ស្កើគឺមិនងាយស្រួលទេដូច្នេះហើយម៉ាក់តែងនិយាយថាប្តីប្រពន្ធត្រូវចេះថយមួយចំហៀនត្រូវចេះទ្រាំទ្រគ្នាអ្នកណាត្រូវអ្នកណាខុសគឺមិនអាចបកក្រោយបានទេ អត់ទេម៉ែកូននៅមួយគាត់មិនដែលបានសុបាយចិត្តទេ ត្រូវហើយដូចជាភាសាអង់គ្លេសមួយគេបាននិយាយថា Happy Wife Happy Life កាលណាប្រពន្ធសប្បាយចិត្តពិភពលោកនេះនឹងមានពន្លឺកាលណាដែលប្រពន្ធមិនសប្បាយចិត្តពិភពលោកនេះនឹងងងឹតសូន្យសងដូចជាមានបរិសុទ្ធពីរនាក់នៅប្រទេសកេនយ៉ាមួយនោះគេផាត់ក្បត់ប្រពន្ធមិនស្មោះត្រង់នឹងប្រពន្ធជីវិតរបស់ពួកគេចុះបញ្ចប់សូម្បីតែផ្ទះសម្បែងក៏គ្មាននៅដែរប្តីត្រូវជាប់គុកឯប្រពន្ធក៏ត្រូវដេកអនាថាឯប្តីមកខាងទៀតដែលគេស្រឡាញ់ស្មោះនឹងប្រពន្ធគេក៏ខ្លាចទៅជា businessman ម្នាក់ដែលមាននៅចំនួនធំដុំអាគាររាប់រយល្វែងដោយសារតែគេស្មោះត្រង់ជាមួយប្រពន្ធអីចុះបងឯងគិតថាខ្ញុំនឹងក្បត់ប្រពន្ធមែនមកមិនក្បត់មិនមែនប្រពន្ធចេះតែដាក់ចឹងទេបងខ្ញុំនិយាយទូរស័ព្ទរបស់ខ្ញុំនេះនិយាយជាមួយនឹងបុគ្គលិករបស់ខ្ញុំហើយគាត់ឃើញខ្ញុំនិយាយចឹងគាត់គិតថាខ្ញុំនឹងមានស្រីហេតុអីបានអញគិតចឹងហើយចាំបុគ្គលិកស្រី ត្រឹមត្រូវហើយបុគ្គលិកស្រីនិងមេប្រុសចូលទស្សនៈជាមួយគ្នាច្រើនណាស់ឃើញអត់បងឯងណាប្រយ័ត្នចង់និយាយថាក្នុងក្រុមហ៊ុនមួយគេតែងតែមានបុគ្គលិកស្រីគេតែងតែមានលេខាស្រីចឹងឯងហើយបើធ្វើការមានមនុស្សស្រីនៅជាមួយធ្វើម៉េចធ្វើការងារនឹងមានរលូនទៅហើយចុះតាក់តងគ្នាតែម៉ោងការងារបានហើយពេលមកផ្ទះចាំបាច់តែរកគ្នាធ្វើអីត្រូវគាត់សុំច្បាប់ខ្ញុំគាត់ថាថ្ងៃហ្នឹងគាត់អត់បានមកធ្វើការខ្ញុំក៏សួរគាត់ថាថ្ងៃហ្នឹងមិនបានអត់មកធ្វើការងារអញ្ចឹងហើយប្រពន្ធខ្ញុំខឹងនេះយកទឹកយកមកជះទូរស័ព្ទខ្ញុំនេះអូបើសិនជាប្តីរបស់ប្អូនមានហេតុផលអញ្ចឹងប្អូនគួរតែអធិស្ឋានឲ្យគាត់ អូចឹងអូនសុំតោះណាប្តីអូនគាត់ស្រឡាញ់បងពេកអូបើអញសុំតោះហើយអញដឹងកំហុសខ្លួនឯងអញ្ចឹងណាបងសប្បាយចិត្តណាអត់អីទេប្តីប្រពន្ធត្រូវចេះស្រឡាញ់គ្នាអញ្ចឹងឯងហើយអូនឯងយល់ចិត្តបងណាចាប់ពីពេលនេះទៅណាបងនិយាយមែនប្តីប្រពន្ធណាបើបានយល់ចិត្តគ្នាអញ្ចឹងណាមួយជីវិតណាបងគិតថាហាក់បីដូចជាលឿនដល់ហើយអូន ហើយពេលរស់នៅជាមួយមនុស្សយល់ចិត្តពេញមួយជីវិតក៏យល់ថាឆាប់ដែរតែបើរស់នៅជាមួយមនុស្សមិនយល់ចិត្តណារស់នៅសំបីតែមួយថ្ងៃក៏វាយូរត្រូវហើយម៉ែដូចជាមាននារីម្នាក់នៅប្រទេសកុងដូនាងមានឈ្មោះថាអាឌីមូតការ៉ាហាមូសាមីសាបែនាងត្រូវបានប្តីរបស់នាងមើលថែយ៉ាងដិតដល់តែអកុសលនាងរៀបការបានតែ20ឆ្នាំប្តីរបស់នាងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ធ្វើឲ្យនាងគិតថាពេលវេលាដ៏ល្អ20ឆ្នាំជាងនោះគឺដូចជាមួយថ្ងៃយ៉ាងចឹងអំបាច់មិញនាងនឹងឈ្មោះអីទូស្រីហ្នឹងម៉ែអីបែមិញអីគេបែឈ្មោះអីម៉ែមានចាំមិនមិញឯងមិនចាំទេស្អីគេបែមិញអាគេបាញ់យោនេះឯងផ្ដិតរឿងឡើងមកមែនទេហាសូម្បីតែឈ្មោះទូអង្គក៏ឯងមិនចាំអាចោលស្រុកតែឆ្ងាយទៅចម្រៃយោ